bạn nên chỉ miêu chu mà bên bát tẹt tôi chỉ muốn nâng bà là cô bà nơi khang cao dương chân từ pin này hay cứ cái là cô bà Scott McTominay bà cái chào bạn tịnh cắt tiếng là chia sẻ mưa sạch chìm mưa rụp riêng và tao bị tên Napoli đấy đi hướng sao sải chỉ muốn và sao sải như này menu đó và đi ăn stress và to thì cả ok bạn xem cái là cô bà Scott McTominay ní bà bên bát top score hay đại ruke bà top bàn châu room chỉ muốn nâng club bị sai cờ ho Manchester United bà hơi bà top máu ruke có bàn bà plak tới châu room bà chỉ muốn nâng club nơi ai Italy cứ Napoli rồi đôi ca pipon mà pay buôn cái lòng tới ní bà Scott McTominay quát cứ chia giúp chốn rồi bỏ bị sai cờ ho Manchester United cái bên này ai tha mau pi ở các nơi không ca bằng hai luôn mình sẽ chỉ chọn lốp và từ thôi ai Scott McTominay thử xem chấtនៅក្នុងការទៅចូលរួមក្លឹបថ្មីមួយទៀតដែលរូគេអាចបញ្ចេញនៅសក្តានុពលរបស់គេចាក់ស្ដែងការទៅចូលរួមជាមួយនឹងបាណាប៉ូលីនេះគឺពិតជាធ្វើបានល្អពិតមែនបាទធ្វើឲ្យការបង្ហាញខ្លួនរបស់គេក៏មានឱកាសជាប់លាប់ជាងមុនហើយរូគេក៏តែងតែជាកីឡាករដែលសុទ្ធបញ្ចូលទីបាទជារឿយចាក់ស្ដែងបើការប្រកួត29ប្រកួតកន្លងទៅជាមួយនឹងណាប៉ូលីនេះក៏គេអាចសុទ្ធបញ្ចូលទីបានចំនួន9គ្រាប់ផងដែរបាទអញ្ចឹងសម្រាប់ Scott McTominay គឺជាយុវជនមួយរូបដែលមានសក្តានុពលបាទបន្ទាប់ពីការចូលរួមជាមួយនឹងបាណាប៉ូលីបាទអ្វីដែលចង់ជំរាបជូនមកប្រិមិត្តនោះគឺថាខ្សែបំរើបាទ Scott McTominay នេះគឺអញ្ញបានថាបើនិយាយពីការប្រកួតរបស់គាត់ទៅចូលរួមជាមួយនឹងណាប៉ូលីវិញគាត់រកគ្រាប់បាល់បាន10គ្រាប់បាទបន្ទាប់ពីការបង្ហាញខ្លួនបានបាទ34លើកបាទគ្រប់ពានរង្វាន់ទាំងអស់នៅក្នុងរដូវកាលដំបូងរបស់ខ្លួននៅណាប៉ូលីអញ្ចឹងមានន័យថាScott McTominay គាត់ជាតួអង្គមួយសំខាន់បាទជាកីឡាករមួយសំខាន់របស់ណាប៉ូលីបាទហើយគាត់ទៅចូលរួមនេះគឺគាត់ពិតជាធ្វើបានល្អមានការបង្ហាញខ្លួនបានជាប់លាប់ហើយជាពិសេសគ្រប់ពានរង្វាន់ទាំងអស់បាទរបស់ណាប៉ូលីដែលមានការប្រកួតប្រជែងអ៊ីតាលីស៊េរីអេបាទពានរង្វាន់នៅក្នុងស្រុកបាទគឺកីឡាករបាទ Scott McTominay គឺគេធ្វើបានល្អបាទហើយអ្វីដែលយើងចាប់អារម្មណ៍បាទប្រិមិត្តចាប់អារម្មណ៍គឺថាតារាងបន្ទុកនៅអ៊ីតាលីស៊េរីអេនោះគឺវាកាន់តែមានការជក់ចិត្តដោយសារតែណាប៉ូលីគេចាប់ដើមមានការប្រកួតប្រជែងបាទប្រកួតប្រជែងជាមួយនឹងក្លឹបនៅឯកំពូលចាស់ស្ដែងណាប៉ូលីបច្ចុប្បន្ននេះប្រជែងគ្នាបាទជាមួយនឹង Inter Milan បាទ Inter Milan អញ្ចឹងសម្រាប់វត្តមានរបស់កីឡាករបាទ Scott McTominay ដែលចូលរួមជាមួយនឹងណាប៉ូលីនេះគឺមានការប្រកួតប្រជែងជាមួយនឹង Inter Milan ពិតជាធ្វើបានល្អទាំងនៅក្នុង League Italy Serie A ក៏ដូចជានៅក្នុងពានរង្វាន់ UEFA Champions League បាទនៅក្នុងការពិសាសប្តាហ៍មុនយើងនេះបានជំរាបជូនមកប្រិមិត្តតទៅជាមួយនឹងក្រុមដែលមកពីអ៊ីតាលីណាពេលខ្លះមិនសូវជាបង្ហាញនៅការលេចធ្លោអីខ្លាំងក៏ពិតមែនក៏ប៉ុន្តែឈានមកដល់វគ្គជ្រៅបាទដូច Inter ទៅប៉ះបាសេបាទ Inter ប៉ះ Barcelona នៅក្នុងពានរង្វាន់ UEFA Champions League បាទអញ្ចឹងសម្រាប់ Inter Milan នេះគឺជាក្រុមមួយខ្លាំងបើពីព្រោះការពីរដូវកាលមុននោះក៏ធ្លាប់ឡើងទៅកាន់វគ្គដាច់ប្រដែរកាលនោះគឺជួបជាមួយនឹង Man City នឹងឯងបាទប៉ុន្តែក៏ផ្លាត់ចាញ់ទៅលើ Man City ទៅបាទអ្វីដែលចាប់អារម្មណ៍ Inter Milan រដូវកាលនេះមកដល់វគ្គ semi final ទៀតបាទជួបមួយ Barcelona ហើយកំភ្លើងធំ Arsenal នេះគេត្រូវជួបជាមួយនឹងក្រុមបាទ PSG របស់បារាំងទៅទៀតអញ្ចឹងត្រឡប់មកវិញសម្រាប់នៅអ៊ីតាលីជាក់ស្ដែងតែងតែមានឱកាសក្រុមតែងតែមានឱកាសបង្ហាញខ្លួននៅពានរង្វាន់របស់អឺរ៉ុបបាទហើយសោកស្ដាយដែរបាទសម្រាប់ណាប៉ូលីនៅក្នុងរដូវកាលនេះមិនមានឱកាសនៅក្នុងការប្រជែងក្នុងពានរង្វាន់នៅក្នុងតំបន់អឺរ៉ុបបាទដូចជា Inter Milan ទេក៏ប៉ុន្តែគេកំពុងតែមានកាតព្វកិច្ចនៅក្នុងការប្រជែងនៅក្នុងការលើកពានរង្វាន់បាទនៅអ៊ីតាលីស៊េរីអេបាទអញ្ចឹងចង់រំលឹកជូនបាទប្រិមត្តថាក្រោយវត្តមានកីឡាករបាទ Scott McTominay បាទចាក់ចេញពី Old Trafford ពីបេសាចក្រហម Manchester United ទៅចូលរួមជាមួយនឹង Napoli លោកគេធ្វើបានល្អបាទខ្ញុំតែងតែមានការសោកស្ដាយមួយសម្រាប់ McTominay មែនតើ McTominay គាត់ជាយុវជនរបស់បេសាចក្រហមបាទគួរតែការសម្រេចចិត្តរបស់គាត់ណាគាត់នៅបេសាចក្រហមអាចថាជារឿងមួយល្អក៏ប៉ុន្តែនេះគឺជាការគិតរបស់គ្រូក៏ដូចជាថ្នាក់ដឹកនាំរបស់ក្លឹបដោយសារតែស្ថានភាពរបស់បេសាចក្រហមពេលនោះមិន
ជាល្អប្រសើរទេបាទការប្រកួតប្រជែងក៏មិនមានច្រើនហើយកត្តាហិរញ្ញវត្ថុរបស់ក្លឹបក៏មិនសូវជាល្អបាទអញ្ចឹងអាចនឹងមានការពិចារណានៅក្នុងការលក់យុវជនពីព្រោះបើតាមដែលដឹងបើសិនជាក្លឹបដាក់លក់យុវជនគឺក្លឹបមានឱកាសនៅក្នុងការទទួលបាននូវប្រាក់ចំណេញនឹងច្រើនជាងបាទកីឡាករដែលក្លឹបទិញយកមកបាទទិញមកជាការខាតលក់វិញខាតបាទលក់វិញខាតឥឡូវចាស់ស្ដែងទោះបីជាតំបន់បម្រើរបស់បេសា Manchester United មានការប្រើប្រាស់កីឡាករ Bruno Fernandes បាទ Casemiro បាទ Christian Eriksen អីក៏ពិតមែនប៉ុន្តែអ្នកទាំងពីរដូចជា Casemiro និង Christian Eriksen វ័យក៏ជ្រេតម្លៃពលកម្មរបស់ Casemiro ក៏ថ្លៃបាទអញ្ចឹងអាចថា Man U កំពុងតែពិចារណានៅក្នុងរដូវកាលថ្មីមកដល់នេះនឹងយកកីឡាករល្អៗមកពង្រឹងហើយបាទពីព្រោះអាចថាបើសិនជាយុវជននឹងគាត់លក់ទៅបានកញ្ចប់ថវិកាសមរម្យគាត់អាចពិចារណាក្នុងការទិញយកបានហើយសូម្បីតែកីឡាករ Marco Rashford ទៀតបាទជាយុវជនរបស់បេសាក្លឹបនឹងពិចារណាលក់ដូចគ្នាបាទពិចារណាលក់ដូចគ្នាដោយសារតែឥឡូវនេះគឺ Rashford ត្រូវបានខ្ចីជើងទៅ Aston Villa ប៉ុន្តែដំណឹងពី Aston Villa មកអត់ទាន់ប្រកាសទេថាAston Villa នឹងទិញផ្ដាច់បាទពីបិសាចក្រហមប៉ុន្តែមានដំណឹងថាដូចជា Spurs ដូចជា Barcelona ចង់បានដែរបាទ Marco Rashford ហ្នឹងបានដែរអញ្ចឹងឧទាហរណ៍បើសិនជាតម្លៃចរចាណាមួយសមរម្យបិសាចក្រហមអាចពិចារណាលក់ Marco Rashford ឯងមានកញ្ចប់ថវិកាបាទទាំង Scott McTominay ទាំងកីឡាករបាទ Marco Rashford បាទអញ្ចឹងសូម្បីតែយុវជនមួយចំនួនទៀតដូចជាAlejandro Garnacho ណាក៏ឮព័ត៌មានថា Man U ក៏កំពុងតែពិចារណាដូចគ្នាដែរបាទដើម្បីអីក្លឹបមានការផ្លាស់ប្ដូរទម្រង់ថ្មីពីព្រោះលោក Ruben Amorim ជាអ្នកចាត់ការរបស់បេសាចក្រហមលោកកំពុងតែធ្វើយ៉ាងណាបាទរៀបចំយុទ្ធសាស្ត្រថ្មីបាទផ្លាស់ប្ដូរកីឡាករដែលល្អមានគុណភាពដើម្បីពង្រឹងក្រុមបន្ថែមទៀតបាទនេះគឺជាសាច់រឿងមួយចង់ជំរាបជូនមកប្រិមិត្តថា Scott McTominay គាត់បានចាក់ចេញពីបេសាចក្រហម Manchester United កាលពីរដូវកាលមុនបាទរដូវកាល2024ហើយទៅចូលរួមជាមួយនឹង Napoli នេះគឺគេពិតជាធ្វើបានល្អហើយបាទហើយក៏កំពុងតែរះយ៉ាងទៅចាស់ទៅចង់បាទជាមួយនឹង Napoli ដែរបាទអញ្ចឹងដំណើរជីវិតរបស់កីឡាករ Scott McTominay ជាមួយនឹង Napoli គឺធ្វើបានល្អហើយបាទយើងរងចាំបន្តទៀតថាតើនឹងមានកីឡាកររូបណាបន្តពីការចាក់ចេញពីបេសាចក្រហមទៅគេអាចសម្បកក្លឹបថ្មីមានតែជាការជូនពរទេបាទពីព្រោះបើសិនជាសាច់រឿងការពីបាទរេត្រីម្សិលមិញក៏បានជំរាបជូនមកប្រិមិត្តដែរដែលទៅមួយកីឡាករ Daguler ណាដែលចាក់ចេញពីដែលមានបំណងនៅក្នុងការចាក់ចេញដើម្បីរកទំនុំថ្មីដើម្បីមានឱកាសនៅក្នុងការបង្ហាញខ្លួនឥឡូវនេះមានកីឡាកររបស់បេសាចក្រហមមួយរូបដែលជាគំរូមួយដែរទៅប្រកបនៅទឹកដីអ៊ីតាលីបានទទួលបានផ្លែផ្កា